Phương Vũ ngày nãy dùng thơ ca thơ khuyên múa từ user file strong password and user admin user common permission chỉ bố nên thơ ca cả user muối mình cho là user setup password ok là nhưng bằng thơ ca cả user muối trong thơ ca show từ user là ngon cả ok đâyคือ main user page ที่มือคือ user ว่า user sub ที่ page คือ user sub ចឹងធ្វើការ show នៅធ្វើការ login ទៅកាន់ user user sub sudo login sudo login user sub ok ở đây bạnធ្វើការ login មកកាន់ user user sub ហើយអញ្ចឹងកំណត់ឲ្យខ្ញុំត្រូវធ្វើទីមួយគឺត្រូវ set user user sub ទៅជា user admin ហើយមុនពេល set យើងត្រូវការតែទៅលើ user នោះថា user នោះមានសិទ្ធិអីខ្លះនេះដូចនេះអញ្ចឹងគឺទីមួយពេលយើងធ្វើការ update អីមួយអញ្ចឹងគឺ user ហ្នឹងគេដាក់ថា user sub is not in the sudo file ជំនឿថាវាអត់មានសិទ្ធិក្នុងការគ្រប់គ្រងជា admin ដើម្បី update អីមួយទេអញ្ចឹងយើងនឹងធ្វើការ comment ទៅកែនៅក្នុង file sudo ដើម្បីឲ្យវាជា admin sudo win slash etc/sudo sudo okជានេះអត់ទាន់ធ្វើអីបានទេអញ្ចឹងធ្វើការចេញមកក្រៅសិនធ្វើការ set permission វាទៅជា edit try សិនខ្ញុំ check មើលថាវាមានសិទ្ធិពេញលេញនៅ etc/sudo នេះគឺខ្ញុំត្រូវការឲ្យវាទៅជាមានសិទ្ធិក្នុងការ execute បានអញ្ចឹងខ្ញុំប្រើ command sudo chmod u u/etc/sudo okay wait command នេះដូចជាអត់ត្រឹមត្រូវទេចឹងធ្វើការ login ទៅកាន់ user មួយទៀតចំអូខេឥឡូវខ្ញុំបានចេញពី user user sub អញ្ចឹងធ្វើការឆែកមើលទៅលើវាថាវាមានសិទ្ធិអីខ្លះអូខេឥឡូវខ្ញុំធ្វើការ set permission វាមួយទៅជា show បើក sudo chmod u etc/sudo ចឹងធ្វើការ update វាម្ដងទៀតអូខេគឺវាមានសិទ្ធិក្នុងការ retry ហើយចឹងធ្វើការ login មក user sub
ចូលចឹងខ្ញុំចាប់ដើមប្រើ command មួយជុំវាអត់ទាន់ចូលអញ្ចឹងខ្ញុំប្រើ command មួយទៀត sudo line អញ្ចឹងធ្វើការ exit វាម្ដងទៀតគឺយើងកែនៅក្នុងclient user សិនមេប្រើ command sudo vmc/etc/sudo try to empty update oh okay ឥឡូវខ្ញុំកំពុងតែមើលលើ default វាគឺនេះ user នេះ insert ហើយយើងធ្វើការទៅលើឈ្មោះដែលយើងចង់ដាក់គឺSU 40 set 1ស្មើអូខេខ្ញុំធ្វើការចេញវិញណាអូខេឥឡូវខ្ញុំបានកែវាម្ដងហើយចឹងធ្វើការឆែកមើលវាម្ដងទៀតចុច Ctrl Alt ដើម្បី clear ខ្ញុំមើល sudo login ទៅកាន់ user 40ម្ដងទៀតហើយយើងសាកទៅ apt update វាមួយតើវាអាចមានសិទ្ធិទៅមើលអូខេឥឡូវខ្ញុំធ្វើបានធ្វើការដាក់ user admin ទៅកាន់ user AU 40ហើយអញ្ចឹងចំណុចបន្តទៀតដែលយើងត្រូវធ្វើគឺខ្ញុំបានធ្វើចំនួនចំណុចទី1គឺ user ជា admin ទី2គឺប្រើ command line permission ដើម្បីសម្រាប់សិទ្ធិទៅលើ user នឹងពី user ធម្មតាទៅជា user admin ហើយចំណុចបន្តទៀតគឺយើងធ្វើនឹង user expiry និង strong password អូខេនឹងធ្វើការ clear មួយហើយដើម្បីធ្វើការឆែកទៅលើ password នឹង expire នៅគឺយើងធ្វើការក្នុង sudo change AU 40អូខេដូចយើងធ្វើអញ្ចឹងទី1គឺ lock password change គឺ ID apply 21 ហើយ password expire គឺ never ហើយនិង password inactive ក៏ never account expire ក៏ never គេចាំដាក់ឈ្មោះរបស់ password នោះបានហើយក៏ never អញ្ចឹងឥឡូវធ្វើការ set ទៅលើ password វាមួយset ទៅលើ password expire របស់វាគឺខ្ញុំធ្វើការប្រើ command sudo change e ដាក់2026លុបឲ្យនឹងខែ4ដាក់ទី25 U40 ដើម្បីបញ្ជាក់ជា user របស់វាអូខេថាប្រើ command enter ខ្ញុំនៅឆែកវាម្ដងទៀតអញ្ចឹង last change របស់ខ្ញុំគឺថ្ងៃទី
21 April ហើយនៅ account expire របស់ខ្ញុំគឺនៅថ្ងៃទី25 ខែ 4 ហ្នឹងហើយចំណុចបន្ទាប់ទៀតគឺយើងត្រូវធ្វើការset password ឲ្យវាគឺយើងប្រើ command sudo password wd user sub នេះគឺខ្ញុំធ្វើការដូរ password ឲ្យវាគឺ password នេះគឺវាថា password update successful អញ្ចឹងធ្វើការ check ម្ដងទៀតគឺ last update របស់ខ្ញុំគឺថ្ងៃ21ដដែលអញ្ចឹងទៅបន្ទាប់នេះយើងត្រូវធ្វើការ set password expire នៅថ្ងៃណាហើយនឹង password inactive នៅថ្ងៃណាអញ្ចឹងយើងចង់ធ្វើឲ្យវាជា user ដែលមាន password expire ណាដើម្បីបញ្ជាក់យើងប្រើ command នេះដកកុំខ្ញុំដាក់លេខ2 user sub អូខេយើងប្រើ command ដើម្បី check វាម្ដងទៀតនេះគឺ command វាមកគឺ expire នេះគឺខ្ញុំធ្វើការ change ទៅលើ minimum អក្សររបស់វាអញ្ចឹងធ្វើការ command វាម្ដងទៀតដើម្បី change ជា password អូខេធ្វើការ change ម្ដងទៀតនេះគឺ account password នឹង expire ថ្ងៃទី23ឯសិនហើយយើងដាក់បាន12ថ្ងៃយើងដាក់ M ត2ដាក់ដក M2 SU 40អញ្ចឹងគឺវាបាន12ថ្ងៃគឺវាដល់ពេល expire ចំណែក password inactive គឺយើងប្រើ command sudo check ដកហើយធំយើងដាក់3មក SU 40អូខេធ្វើការ check ម្ដងទៀតនេះគឺ command password inactive វានៅទី26អញ្ចឹងវាសារវា12ថ្ងៃអញ្ចឹងនេះគឺវាមានអស់ហើយគឺ maximize ហើយនឹង minimize maximize ហើយនឹង number គឺមាន7ហើយបើសិនជាយើងចង់ដូរវាម្ដងទាំងអស់គឺយើងធ្វើការប្រើ command មួយទៀតគឺយើងប្រើ command sudo change លោកអង្គធំនេះគឺជា expire អង្គធំនេះគឺជា expire របស់ password ដែលយើងយក30លោកអង្គតូចគឺ minimize របស់អក្សរគឺយក1ដក w 7គឺ warming 7ថ្ងៃបើមុនដែលយើងធ្វើការរបស់ password ហ្នឹងហើយទៀតគឺដក i គឺជា expire ជា password inactive ហើយសម្រាប់តដក e គឺ account expire នៅថ្ងៃណាអញ្ចឹងអានេះខ្ញុំប្រើ inactive គឺខ្ញុំដាក់10ថ្ងៃចុះដល់ពេលដក e គឺខ្ញុំប្រើរយៈពេលថ្ងៃទៀតអញ្ចឹងហើយដាក់ u 40អូខេ enter ធ្វើការ check មួយម្ដងទៀត user account future user account ដកអូខេធ្វើការ exit ទៅមួយហើយធ្វើការ sudo ចូលវិញYour account has been expired. Please contact your administrator នេះគឺជា password ដែលយើងបានដាច់អញ្ចឹងយើងត្រូវការគេត្រូវការឲ្យយើងតាក់ទងទៅ contact administrator ដើម្បីយើងបន្ត password ឡើងវិញអូខេលោកគ្រូអានេះការបញ្យល់របស់ខ្ញុំតាក់ទង password expire ហើយនឹង strong password នេះ
ការបញ្ចូលហ្នឹងដល់ទីចាប់ផ្ដើមសូមអរគុណលោកគ្រូក្នុងការទស្សនានៅវីដេអូរបស់ខ្ញុំ